ស្វាគមន៍មកកាន់ហោពីសេភញោមផែនជីឡានក្រុងមើលទេសភាពពីជាន់ចំណត់បន្ទាប់គឺផ្សារធំថ្មីដែលជាទីតាំងប្រវត្តិសាស្ត្រដ៏រស់រវើកបំផុតមួយនៅក្នុងរាជធានីភ្នំពេញរាជធានីនៃប្រទេសកម្ពុជាអគារដែលរួមបញ្ចូលគ្នានៅប្រពៃណីនិងភាពទំនើបនេះមិនត្រឹមតែជាមជ្ឈមណ្ឌលនៃជីវិតរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេថែមទាំងជាបង្អួចដ៏ល្អសម្រាប់អ្នកក្នុងការទទួលយកបទពិសោធន៍នៃវប្បធម៌ទីផ្សារនិងភាពរឹងមាំនៃពាណិជ្ជកម្មនៃទីក្រុងភ្នំពេញផ្សារធំកណ្ដាលក្រុងភ្នំពេញត្រូវបានសាងសង់ឡើងក្នុងឆ្នាំ1937និងរចនាឡើងដោយរដ្ឋាភិបាលអាណានិគមបារាំងផ្សារកណ្ដាលភ្នំពេញគឺជាទីផ្សារដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍រូបរាងដំបូលនិងប្លង់រ៉ាឌីកាល់ប្លែកពីគេដែរបានបំផុសគំនិតដោយរចនាបថ Neoclassical ធ្លាប់ត្រូវបានគេស្គាល់ថាជាទីផ្សារស្អាតបំផុតនៅអាស៊ីផ្សារធំថ្មីបានឃើញពីការផ្លាស់ប្ដូរទីក្រុងភ្នំពេញពីទីក្រុងអាណានិគមទៅជាទីក្រុងទំនើបការសន្ទនារវាងម្ចាស់តូបនិងអតិថិជនលាក់ប្រាជ្ញានិងភាពធន់នឹងជីវិតខ្មែរយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នកស្រុករើសផ្លែឈើសួរសុខទុក្ខម្ចាស់តូបឬសង្កេតមើលក្មេងដែលកំពុងលេងនៅកាច់ជ្រុងផ្សារព័ត៌មានលម្អិតដ៏រស់រវើកទាំងនេះបង្ហាញពីជីវិតប្រចាំថ្ងៃរបស់ប្រទេសកម្ពុជាកាន់តែជាក់ស្ដែងជាងខិតបានធ្វើដំណើរទៅទៀត